លោកចង់សម្លាប់គេមែនយើងចង់ដឹងថាសាលីហ្វីគេលេងល្បិចអីជាមួយនឹងយើងទៀតទៅចោលទៅឲ្យឆាប់ឡើងណាបងប្រុសមិនចាំបាច់រុញខ្ញុំទេទុកកម្លាំងវិញទៅល្អជាងខ្ញុំអត់ក្រែងទៀតណាឆាប់ចូលទៅក្នុងទៅវ៉ាចង្រៃណាធ្វើយើងភ្ញាក់ចង្រៃយកឲ្យកោឬថ្លង់ឯងលើយើងសួរទេឯងជានរណាឯងជានិយាយភាសាមនុស្សទេឥឡូវឯងបើកភ្នែកឲ្យធំមើលឲ្យច្បាស់ទៅខ្ញុំជានរណាឯងដឹងទេយើងគឺតាអ៊ុយសៀឯងដឹងទេឯងមិនស្គាល់តាអ៊ុយសៀទេហើយចុះឯងស្គាល់ហូស៊ីនឡុងទេគឺយើងនឹងហើយនៅស្រុកសានឈីអ្នកសម្រាប់លោកម្ចាស់ធំគឺយើងនឹងយើងគឺអ្នកព្រោះភ្លើងអញ្ចឹងថ្ងៃនេះភ្នែករបស់ខ្ញុំពិតជាសំណាងណាស់ដែលបានឃើញហូស៊ីនឡុងយ៉ាងច្បាស់បែបនេះឥឡូវនេះឯងបានឃើញហើយខ្លាចទេអាបូឡាឯងធ្វើខុសលួយរបស់គេឬមួយលួយប្រពន្ធគេមិនបានទេឥឡូវមើលទៅឯងចង់បានប្រាក់គេពេកចង់បានស្ទើរឈួតទៅហើយយកកំបិតខ្លាំងបដូរយករង្វាន់រាជការពិតមែនទេតើពិតអត់ទេប្រកាសជាចឹងហើយសាលីហ្វីក្រែងឯងរត់បាត់ហើយហើយនេះក៏ឲ្យគេចាប់យកមកវិញបានអាយ៉ារត់បាត់ទៅហើយហើយក៏ឲ្យគេរកឃើញអត់ទេគឺខ្ញុំមកវិញដល់ខ្លួនឯងរកឃើញក្បិតអូជីទេធ្វើម៉េចខ្ញុំទីទៅណាឲ្យចង់លុយក្បិតអូជីឯងបិទមាត់ទៅក្បិតអូជីរកមិនឃើញទេហ៎អត់ទេអត់ឃើញហើយគ្មានក្បិតអូជីឯងហ៊ានមកវិញឯងធ្វើបែបនេះដូចជាមករកសេចក្តីស្លាប់ដោយខ្លួនឯងចឹងអានេះធុញទ្រាន់នឹងជីវិតមែនទេលោកគ្រូខ្ញុំស្លាប់ហើយហូស៊ីនឡុងស្លាប់ហើយនិយាយដល់ម្ដងហូស៊ីនឡុងខ្ញុំនៅរស់របើពួកឯងដាក់ទម្លាយយើងបាត់មកបាយហ៊ាននិយាយប្រាស់ទៀតយើងនិយាយជីវិតរបស់ឯងហើយចង់បន្លំខ្លួនធ្វើជាសហូស៊ីនឡុងគួរចង់សោតដល់នេះបន្តទៀតជិលនិយាយជាមួយពួកឯងណាចាំនិយាយទៅហើយអីក៏លោកគ្រូឯងស្លាប់ត្រូវគេសម្លាប់អ្នកណាសម្លាប់មិនដឹងទេហើយជីវិតរបស់ឯងប្រកាសជាត្រូវចប់ហើយឯងរងចាំថ្ងៃស្លាប់ទៅហើយលៀបរបស់យើងក៏ត្រូវតែរលាយអស់គ្មានសល់ដែរខ្ញុំមិនស្លាប់ងាយទេគេយកកំបិតអូជីមិនបានហ៊ានសម្លាប់ខ្ញុំទេបើមិនដូច្នេះទេខ្ញុំក៏មិនហ៊ានមកជុំនឹងពួកគេដែរអូស៊ីនឡុងស្លាប់ហើយហេទោះបីពួកគេមិនសម្លាប់ឯងធ្វើមិនដល់រកឃើញកំបិតទៅរកកំបិតអូជីមិនឃើញមុននឹងក្រោយឯងក៏មកគង់តែស្លាប់ដូចគ្នាទេលោកគ្រូខ្ញុំនៅមានកូនពីរនាក់នៅសាន់ឈីខ្ញុំមានឱកាសច្រើនទៀតរឿងនេះជាការពិតទេកាយាការឆ្នាំនៅលោកគ្រូឯងមករកយើងឲ្យកោសក់នោះគេមិនដែលប្រាប់ខ្ញុំថាគេមានកូនពីរនាក់នោះទេអត់មាននិយាយអីទេលោកគ្រូខ្ញុំអត់ប្រាំអ្នកណាទេប៉ុន្តែខ្ញុំដឹងកូនប្រុសរបស់គាត់មានឈ្មោះហៃកើល្អអេយ៉ាអលអដាមើលទៅនេះឯងមិនគួរឲ្យស្លាប់ទេណាលៀបរបស់យើងមានសង្ឃឹមវិញហើយមិនក៏ឯងមិនយករឿងនេះជម្រាបលោកម្ចាស់វាងចោលទៅបែរជាឲ្យពួកគេចាប់ឯងមកដាក់គុកទៅវិញអញ្ចឹង
លោកពូជាមនុស្សឆ្លាតរឿងប៉ុណ្ណឹងពូមើលមិនដឹងទេបើតាមផ្លូវខ្ញុំបានគិតរួចហើយជាដំបូងគឺខ្ញុំត្រូវសុំទោសលោកម្ចាស់វាងឲ្យគាត់លើកលែងទោសស្លាប់ឲ្យខ្ញុំបញ្ជាក់ពីសន្តានចិត្តរបស់ខ្ញុំលោកម្ចាស់វាងប្រកាសជាចាប់ខ្ញុំឃុំនៅក្នុងគុកខ្ញុំប្រកាសជាបានជួបលោកពូពេលបានជួបលោកពូហើយយើងនឹងផ្ដោតច្បល់គ្នាបើសិនជាខ្ញុំប្រាប់លោកម្ចាស់វាងពួកគេប្រកាសជាសង្ស័យគេមិនជឿសម្ដីខ្ញុំទេទោះបីជាខ្ញុំនិយាយអ្វីក៏ដោយហើយនេះហើយមិនប្រាប់ល្អជាងលោកពូផ្ដោតច្បល់ខ្ញុំមកខ្ញុំនឹងរលៀបឲ្យលោកពូខ្ញុំនៅតែពាក្យមួយម៉ាត់គត់ខ្ញុំមានជីវិតលោកពូមានប្រាក់ ល្អណាស់ល្អណាស់ដែលឯងយកយើងពាំងពីមុខជួយរងគ្រោះឲ្យល្អណាស់ខ្ញុំទៅរកលោកម្ចាស់វាងបើសិនជាបានសម្រេចមែននោះឯងត្រូវតែឲ្យប្រាក់យើងលើសមកភាគទៀតណា លោកពូកុំបារម្ភឲ្យតែធ្វើបានសម្រេចខ្ញុំមិនភ្លេចគុណរបស់លោកពូទេ ល្អណាស់ សួស្តី 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 ហើយបង មកវិញហើយតែជិះជួបគ្នាណាបាទអរគុណច្រើន លីអើយ ទៅផ្សារទិញបន្លែមែនទេ ចា លោកយីលក់ដាច់ទេ ហូឡាងឯងមកវិញហើយ មកវិញហើយ ហូឡាងថ្ងៃណាទៅរៀបចំអាពីពិពាឲ្យហៅកើឲ្យនឹងហៅមី ចិត្តហើយខ្ញុំនឹងលុំពីភូមិពិភាក្សាគ្នារួចហើយដល់ថ្ងៃនោះអ្នកស្រុកនៅក្នុងភូមិជើញទាំងអស់ពួកយើងសប្បាយទាំងអស់គ្នា ហូឡាងឯងពិតជាចិត្តល្អណាស់ពេញជឺប្រគល់ក្មេងឲ្យឯងមើលរកមនុស្សត្រូវហើយ អរគុណលោកយីខ្ញុំលាសិនហើយខ្ញុំផ្ញើទៅផ្ទះសម្រាប់ ទៅចាស់ ហៅមីបាត់ស្រា អូលោកពូមកវិញហើយហ៎ ពូមានរបស់ខ្លះផ្ញើក្មួយណាមកមើល លោកពូទិញអីឲ្យខ្ញុំទៀតហើយ ណែមើលទៅ អាយ៉ាស្អាតណាស់ក្តាស់ពណ៌ហើយនឹងរូបគំនូរច្រើនណាស់ ស្រឡាញ់ទេ លោកពូទិញរបស់ច្រើនណាស់ស្អាតទៀតមានបាត់រូបចូលឆ្នាំទៀតលោកពូទិញរបស់ច្រើនអស់ប្រាក់ច្រើនណាស់ ហើយរៀបអំពីពិពាមួយជីវិតមានតែម្ដងមិនអីទេណាឯណាហើយកើ ហើយកើនៅផ្ទះបាយធ្វើការ ហៅមីក្មួយទៅផ្ទះបាយគោបីម៉ានទៅពូចង់រៀបចំបន្ទប់ឲ្យស្អាតណាទៅចុះ ចា ហៅមី លោកពូ ពូមានការចង់និយាយជាមួយក្មួយប្រហែលថ្ងៃនេះមិនដឹងជាយ៉ាងម៉េចទេពូបារម្ភពីហើយកើណា លោកពូការពុកនៅរោងគាត់បារម្ភពីហើយកើណា ពិតមែនហើយពុករបស់ក្មួយខំអត់ធ្មត់ជាង10ឆ្នាំត្រូវគេធ្វើបាបលាក់ខ្លួនជាង10ឆ្នាំហើយនៅតែត្រូវគេសម្លាប់ទៀតដើមហេតុមកពីកំបិតអូជីហើយមែនក្មួយពិតជាមិនដឹងថាហើយកើយកកំបិតទៅលាក់ទុកនៅកន្លែងណាទេ ហើយកើបានប្រាប់ខ្ញុំដែរ ហើយកើគេប្រាប់ក្មួយលាក់ទុកនៅកន្លែងណា លោកពូហេតុអីក៏មនុស្សច្រើនចង់បានកំបិតអូជីកំបិតនោះមានតម្លៃម្ល៉េះ ហើយមែនក្មួយដឹងទេព្រោះតែកំបិតអូជីមានមនុស្សស្លាប់អស់ច្រើនណាស់សូម្បីតែពុករបស់នាងស្លាប់ព្រោះតែកំបិតអូជីដែរការពិតហើយ